ខ្ញុំថាចេញបានប៉ុណ្ណឹងអត់គ្រាន់ទេអញ្ចឹងខ្ញុំឃើញរូបបងនៅខាងលើសួស្ដីអ្នកនរគ្នាហើយនេះមានអារម្មណ៍ថាអត់ផុតតែម្ដងសម្រាប់ TikTok មានកម្មវិធីមួយដែលអ្នកលេង Facebook កំពុងតែផុសដែលឃើញរូបជ្រុងដូចរូបអញ្ចឹងណារូបអញ្ចឹងអូច្រើនណាស់ story ក៏ story ផុសក៏ផុសតែមិនអីទេធ្វើមិនវាគេ trend ណាខ្ញុំទៅចេញពីសេការអញ្ចឹងបើក Facebook មកពេញ Facebook អត់ផុតទេមើលខ្ញុំឆែកឲ្យមើលអូសាប់គៀងនេះដល់កោះតែម្ដងអូខាងលើនេះអីខ្លះនេះអូបាទខ្ញុំមិនទាន់អូសទៅទៀតទេព្រោះតាំងពេលមិញបានឃើញ surprise ខ្លាំងហ្មងអញ្ចឹងរូបហ្នឹងបើអ្នកនរគ្នាចង់ផុសដែរយើងអាចប្រើនៅក្នុងកម្មវិធី AI យើងគិតថារូបណាដែលយើងចង់ផុសរៀងឡូយរៀងសង្ហាយផុសទៅអញ្ចឹងយើងត្រូវចូលនៅក្នុងកម្មវិធី AI ដែលយើងប្រើយើងមាន Gemini គេហៅ Gemini មិនដែលឈ្មោះវា Gemini ហើយយើងចូលនៅក្នុងកម្មវិធីមួយទៀតChatGPT ខ្ញុំធ្លាប់តែប្រើក្នុង ChatGPT ច្រើនជាងគេអញ្ចឹងខ្ញុំមិនឆែកមើលដែររូបហ្នឹងរូបអីគេទៅចេញវិធីការអីចឹងណាឃើញមកស្ទូដែរប៉ុន្តែខ្ញុំយកនេះអ្នកស្គាល់គ្នាបងគាត់ផុសទៅមិញបងថាគាត់ផុសមិញខ្ញុំមិនសួរ AI ថារូបហ្នឹងរូបអីគេ AI ប្រាប់ថាអូរូបប្រភេទនេះគេហៅថា sticker pack ឬក៏ emoji sticker sticker ហ្នឹងវាមកពី WhatsApp ឬ Telegram sticker អញ្ចឹងយើងអាចកាត់ background ចេញមកហើយដាក់ post មុខមាត់ផ្សេងញញឹមខឹងយំអញ្ចឹងក៏ខ្ញុំបានសាក់លបងខ្ញុំយករូបបងនៃស្គាល់គ្នាបាទងៀត set out ទៅងៀតហើយខ្ញុំបានសួរវាមកភ្លុះជាខ្មែរវិញនិយាយខ្មែរទៅសួរហើយវាបានប្រាប់ដែរកម្មវិធីដែលយើងអាចប្រើបានដូចជា ChatGPT ហើយដូចជា Canva ហើយក៏ដូចជាយើងប្រើនៅក្នុង CapCut AI ច្រើនណាស់ promote អីបាទហើយខ្ញុំយករូបរបស់គាត់ហ្នឹងខ្ញុំទៅផុសអញ្ចឹងបន្ទាប់មកខ្ញុំដាក់ប៉ានេះដាក់សុំតែ capture កន្លែងចំណងជើង caption វាប៉ានេះខឹងយំសើចស្រឡាញ់ហើយ surprise អញ្ចឹងវាចេញបានប៉ុណ្ណឹងអញ្ចឹងខ្ញុំថាចេញបានប៉ុណ្ណឹងអត់គ្រាន់ទេអញ្ចឹងខ្ញុំឃើញរូបបងនៅខាងលើខ្ញុំថាថែបទៀតអញ្ចឹងក៏ខ្ញុំដាក់ថាខ្ញុំចង់បានរូបច្រើនដូចរូបខាងលើនេះដែរអញ្ចឹងក៏វាចេញមកកំភ្លុះហើយយើងអាចស្នើសុំតាមនឹងយើងចង់បាន background មិនសម្រាប់ខ្ញុំចង់បាន background វា load មកអញ្ចឹងខ្ញុំចង់បាន background photo អញ្ចឹងខ្ញុំបានប្រាប់ AI ជួយដាក់ background photo ឲ្យខ្ញុំផងអញ្ចឹងក៏វា load ខាងក្រោមអញ្ចឹងសរុបសេចក្តីមកយើងអាចប្រើតាម ChatGPT ពីច្រើនខ្ញុំប្រើរបស់ GPT chat ចំភ្លេចឈ្មោះ ChatGPT បាទហើយយើងប្រើនៅក្នុង CapCut ផងដែរបាទអញ្ចឹងយើងគាត់ស្នើសុំពី AI នឹង generate រូបទាំងប្រមាណដែលយើងចង់លយ cute តាមនឹងទៅវីដេអូនេះ13នាទីបាត់ទៅហើយយូរមែនតើបាទបាយអស់ប៉ុណ្ណឹង